ជាដំបូងខ្ញុំប្រកាសណាខ្ញុំបានសូមក្រាបថ្វាយបង្គំព្រះធេរានុទិរគ្រប់ព្រះអង្គនឹងធ្វើការរាប់អានចំពោះប្រិមិត្តដែលចូលចិត្តតាមដានការអធិប្បាយរបស់ខ្ញុំអំពីជីវប្រវត្តិអ្នកប្រាជ្ញខ្មែរយើងពីសម័យដើមនៅក្នុងគណៈពេលនេះខ្ញុំសូមធ្វើការអធិប្បាយជីវរបស់សម្ដេចបវរសេដ្ឋាសឿនសានសម្ដេចបវរសេដ្ឋាសឿនសានប្រសូតនៅថ្ងៃទី5ខែតុលាឆ្នាំ1911ស្ថិតនៅក្នុងសង្កាត់លេខ5រាជធានីភ្នំពេញប្រទេសកម្ពុជាបិតារបស់លោកមាននាមថាសឿនសាច់ហើយមាតានាមថានាងសូនបិតារបស់លោកគឺជាពុជពងវង្សត្រកូលចំនួនក្រោយរបស់លោកអុកញ៉ាសេនាធិបតីសឿនគុយដែលជាវីរបុរសខ្មែរជាអតីតចាងវាងស្រុកព្រះត្រពាំងបច្ចុប្បន្នខេត្តព្រះត្រពាំងស្ថិតនៅក្នុងទឹកដីកម្ពុជាក្រោមលោកបានពលិជីវិតរបស់លោកដោយឲ្យយួនកាត់ក្បាលភ្នោនិងការថែរក្សាជំនឿព្រះពុទ្ធសាសនានិកាយថេរវាទសម្រាប់ជនជាតិខ្មែរក្រោមទាំងមូលនៅកម្ពុជាក្រោមការសិក្សារបស់សម្ដេចបវរសេដ្ឋាសឿនសាននៅក្នុងឆ្នាំ1917លោកសឿនសានបានបញ្ជូនកុមារសឿនសានឲ្យទៅសិក្សានៅសាលាបឋមសិក្សាមីក្នុងរាជធានីភ្នំពេញនៅក្នុងឆ្នាំ1927យុវជនសឿនសានបានទៅបន្តការសិក្សានៅឯប្រទេសបារាំងរហូតប្រឡងជាប់សញ្ញាបត្របញ្ចប់ការសិក្សាជំនួសផ្នែកពាណិជ្ជកម្មទីក្រុងប៉ារីសនៅក្នុងឆ្នាំ1933ហើយបានវិលត្រឡប់មកមាតុភូមិប្រទេសវិញទូនាទីនិងសកម្មភាពរបស់សម្ដេចបវរសេដ្ឋាសឿនសាននៅក្នុងសង្គមខ្មែរនៅក្នុងឆ្នាំ1935ដល់ឆ្នាំ1937លោកបានចូលធ្វើការនៅក្នុងរាជការមានមុខងារជាពូជួយ ខេត្តបាត់ដំបងក្នុងរយៈពេលនៃការបំពេញការងារប្រហែលជា2ឆ្នាំកន្លះកង្វល់របស់លោកពូជួយសឿនសានគឺជាការដែលប្រជាពលរដ្ឋខ្មែរមានជីវភាពដុនដាបនិងការកេងប្រវ័ញ្ចរបស់ឈ្មួញដែលយកការប្រាក់ធ្ងន់ធ្ងរពេកទៅលើប្រជាពលរដ្ឋខ្មែរក្រីក្រនៅក្នុងឆ្នាំ1937ដល់ឆ្នាំ1939លោកបានទទួលតំណែងជាពូជួយខេត្តព្រៃវែងនៅក្នុងខែឧសភាឆ្នាំ1946ដល់ខែសីហាឆ្នាំ1968លោកទទួលបានតំណែងជារដ្ឋមន្ត្រីនិងជាឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកផ្នែកសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជាច្រើនលើកឯកឧត្តមសឿនសានបានចូលរួមយ៉ាងសកម្មជាមួយសម្ដេចចៅហ្វាយវៀងប៉ែននុតក្នុងការទាមទារឯករាជ្យពីបារាំងនៅក្នុងឆ្នាំ1950ក្រោមកិច្ចដឹកនាំរបស់ព្រះបាទសម្ដេចនរោត្តមសីហនុឯកឧត្តមសឿនសានបានចូលជាសមាជិកគណៈបកប្រជាធិបតេយ្យដែលដឹកនាំដោយព្រះអង្គម្ចាស់ស៊ីសុវត្ថិយុទ្ធវង្សនិងបានជប់ឆ្នោតជាសមាជិកសភាមណ្ឌលក្រុងភ្នំពេញនៅក្នុងឆ្នាំ1947ដល់ឆ្នាំ1949ឯកឧត្តមសឿនសានបានចូលរួមក្នុងការព្រាងច្បាប់រដ្ឋធម្មនុញ្ញក្រោមការដឹកនាំរបស់លោកអ៊ីងកើឯកឧត្តមសឿនសានបានជប់ឆ្នោតជាប្រធានសភានៅក្នុងឆ្នាំ1951ដល់ឆ្នាំ1952មុនឆ្នាំ1950នៅពេលដែលឯកឧត្តមសឿនសានកំពុងបន្តធ្វើការសិក្សាក្នុងទីក្រុងប៉ារីសនៅធនាគារប្រទេសបារាំងដែលជារូបិយវត្ថុជាតិបារាំងនោះឯកឧត្តមត្រូវបានសម្ដេចក្រុងហ្វ្លូងស៊ីសុវត្ថិមុនីវង្សដែលកាលនោះព្រះអង្គមានព្រះតំណែងជានាយករដ្ឋមន្ត្រីអញ្ជើញឲ្យវិលចូលក្នុងប្រទេសកម្ពុជាវិញដើម្បីរៀបចំក្រសួងការបរទេសដូច្នេះពេលនោះឯកឧត្តមសឿនសានត្រូវធ្វើការវឹកវើភ្លាមនៅក្រសួងការបរទេសបារាំងក្រោយពីបានទទួលឯករាជ្យនៅក្នុងឆ្នាំ1953សម្ដេចនរោត្តមសីហនុបានអនុញ្ញាតឲ្យឯកឧត្តមសឿនសានបង្កើតធនាគារជាតិនៃកម្ពុជាដើម្បីជួយឲ្យប្រទេសកម្ពុជាបានទទួលឯករាជ្យខាងរូបិយវត្ថុឯកឧត្តមសឿនសានបានធ្វើឲ្យសម្រេចកិច្ចការនោះបានដោយមានកិច្ចសហការជាមួយនឹងព្រឹទ្ធបុរសប្រវត្តិវិទូនិងជាអ្នកសេដ្ឋកិច្ចបារាំងម្នាក់ដែលជាមិត្តភក្តិឯកឧត្តមសឿនសានបានបំពេញមុខតំណែងជាទេសាភិបាលធនាគារជាតិនៃកម្ពុជា
ចាប់ពីពេលលោកបង្កើតធនាគារជាតិនៅក្នុងឆ្នាំ1954ដល់ឆ្នាំ1955រហូតដល់ឆ្នាំ1968អាយដាមសឿនសានបានលាលែងពីមុខតំណែងរាជការនៅក្នុងឆ្នាំ1968ក្រោយពេលមរណភាពនៃកូនប្រុសច្បងរបស់លោកនឹងចាប់ផ្ដើមកាន់សិល5រហូតចាប់ពីពេលនោះតមកសូមថ្លែងអំណរគុណដល់បងប្អូនដែលបានចូលស្ដាប់រាល់វីដេអូរបស់ខ្ញុំទាំងអស់ហើយបានជួយចុច like subscribe វីដេអូទាំងអស់ហើយបងប្អូនណាដែលបានចូលស្ដាប់ហើយមិនទាន់បានជួយចុច like subscribe និង share វីដេអូសូមបងប្អូនជួយចុច like subscribe វីដេអូនេះទាំងអស់គ្នាដើម្បីចែកជូនឲ្យបងប្អូនខ្មែរយើងបានដឹងបានឮសូមបងប្អូនរងចាំស្ដាប់បន្តជីវប្រវត្តិសម្ដេចបវរសេដ្ឋាសឿនសានសូមអរគុណ